ខ្ញុំគាត់ថាភាពក្លាហានគឺពិតជាបានរួមចំណែកច្រើនមែនទែននៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងក្លាហាននឹងធ្វើរឿងដែលយើងចង់ធ្វើក្លាហាននឹងនិយាយពាក្យសម្ដីនៅក្នុងចិត្តរបស់យើងទៅកាន់នរណាគេម្នាក់ក៏ដោយហើយក្លាហានសារភាពអារម្មណ៍របស់ខ្លួនឯងទៅកាន់មនុស្សយើងស្រឡាញ់ណាអូវ៉ាវខ្ញុំពិតជា appreciate ខ្លាំងមែនទែនជាក់ស្ដែងសម្រាប់ខ្ញុំគាត់ថាវាមិនថាយើងធ្វើរឿងអីក៏ដោយវាមានចំណុចវិជ្ជមាននិងអវិជ្ជមានវាស៊ីសងទៅលើទង្វើដែលយើងជ្រើសធ្វើនៅក្នុងការដែលយើងស្ម័គ្រចិត្តថាខ្ញុំក្លាហាននឹងធ្វើរឿងនេះរឿងនោះអញ្ចឹងណាបើយើងដឹងថារឿងនឹងវាខុសហើយយើងក្លាហានក្នុងការធ្វើទៀតចាទទួលស្គាល់ថាយើងបានធ្វើរឿងដែលខុសអញ្ចឹងណាគាត់ថាយើងចង់ឆ្លើយខ្លួនឯងដែរថាយើងក្លាហានប៉ុណ្ណាក្នុងការតវ៉ាធ្វើរឿងដែលខុសនឹងអញ្ចឹងហើយបើសិនជាយើងធ្វើរឿងដែលត្រូវហើយយើងក្លាហានចាំបានថាវាកាន់តែល្អទៀតហើយដោយសារអីដោយសារតែយើងក្លាហាននៅក្នុងការនិយាយពីរឿងអ្វីដែលយើងចង់និយាយពីព្រោះខ្ញុំគាត់ថារឿងណាក៏ដោយដែលអត់ប៉ះពាល់ដល់អ្នកដទៃវាមិននឹងអីដែលខុសទេចឹងឧទាហរណ៍ដូចយើងក្លាហាននៅក្នុងការនិយាយប្រាប់អារម្មណ៍ខ្លួនឯងទៅកាន់មនុស្សយើងស្រឡាញ់មានអីទៅខុសគេមានតែសុបាយចិត្តវិញនៅពេលដែលគេដឹងថាអូម្នាក់នោះស្រឡាញ់ខ្ញុំចឹងណាចាហើយមួយទៀតយើងក្លាហានប្រាប់អារម្មណ៍ខ្លួនឯងទៀតប្រាប់អារម្មណ៍ខ្លួនឯងមកកាន់ខ្លួនឯងថាអូខេឥឡូវនេះខ្ញុំដល់ចំណុចនេះខ្ញុំ stuck កន្លែងនេះខ្ញុំត្រូវការធ្វើអីកន្លែងនេះហើយខ្ញុំចង់ឃើញខ្លួនឯងប្រហែលឆ្នាំទៅមុខទៀតក្នុងរូបភាពបែបនេះចឹងណាន័យថាភាពក្លាហានគឺវាសំខាន់ខ្លាំងមែនទែននៅក្នុងជីវិតរស់នៅរបស់យើងសប្តាហ៍ថ្ងៃស៊ីសងហើយអាស្រ័យទៅលើការដែលយើងជ្រើសរើសធ្វើរឿងដែលក្លាហាននឹងដោយរបៀបណាក្នុងរូបភាពបែបណាចុះអ្នកទាំងអស់គ្នាដែលកំពុងតែស្ដាប់វីដេអូរបស់ខ្ញុំនឹងក្លាហាននៅក្នុងការប្រាប់ខ្ញុំវិញអត់ថា2ឆ្នាំ3ឆ្នាំឬក៏5ឆ្នាំទៅមុខទៀតចង់ឃើញខ្លួនឯងនៅក្នុងរូបភាពបែបណាកុំភ្លេចខមមិនប្រាប់ខ្ញុំខាងក្រោមនឹងផងណាបាយបាយ